តើអ្នកទាំងអស់គ្នាធ្លាប់សួរខ្លួនឯងទេថាសេចក្តីសុខពិតប្រាកដរបស់អ្នកនៅឯណាមនុស្សជាច្រើនចំណាយពេលវេលាពេញមួយជីវិតដើម្បីស្វែងរកសេចក្តីសុខពីអ្នកដទៃពីលុយពីកិត្តិយសប៉ុន្តែពេលខ្លះអ្វីដែលយើងកំពុងស្វែងរកនោះមាននៅក្នុងខ្លួនយើងរួចទៅហើយចូលរៀនរស់ដោយកុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃកុំឲ្យពាក្យសម្ដីអវិជ្ជមានរបស់អ្នកណាម្នាក់មកកំណត់តម្លៃជីវិតរបស់អ្នកសេចក្តីសុខចាប់ផ្ដើមពីការទទួលយកខ្លួនឯងស្រឡាញ់ខ្លួនឯងនិងដឹងគុណចំពោះអ្វីដែលខ្លួនមានពេលអ្នករៀនលែងអ្វីដែលមិនអាចគ្រប់គ្រងបានអភ័យទោសចំពោះអតីតកាលនិងផ្ដោតលើថ្ងៃនេះអ្នកនឹងរកឃើញថាសន្តិភាពក្នុងចិត្តមានតម្លៃជាងអ្វីទាំងអស់ចងចាំថាសេចក្តីសុខមិនមែនជាកន្លែងដែលយើងត្រូវទៅដល់ទេប៉ុន្តែជាវិធីដែលយើងជ្រើសរើសរស់នៅរាល់ថ្ងៃចូលថែរក្សាចិត្តខ្លួនឯងឲ្យបានល្អព្រោះសេចក្តីសុខពិតប្រាកដចាប់ផ្ដើមពីខ្លួនអ្នកបាទបងប្អូនបើគិតថាវីដេអូនេះមានសារៈសំខាន់សូមបងប្អូនចុច like follow page subscribe channel និង share ទៅកាន់មនុស្សជាទីស្រឡាញ់របស់បងប្អូនដើម្បីទទួលបានវីដេអូថ្មីបន្តទៀតសូមអរគុណ